ស្ដីបងបងទាំងអស់គ្នាបាទវីដេអូនេះបងសូមធ្វើការបង្ហាញបន្តិចទាក់ទងជាមួយនឹងរបៀបលុបកម្មវិធីចេញពីកុំព្យូទ័របាទដោយសារមានបងបងដូចជាបងប្អូនមួយចំនួនគាត់តែងតែសួរមកថាគាត់លុបដែរគាត់លុបនៅលើ screen នេះនៅលើ desktop នេះតែលុបទៅវាអត់បាត់ទេលុបហើយវានៅតែមានកម្មវិធីនឹងដដែលបាទអញ្ចឹងដើម្បីលុបឲ្យបាត់គឺយើងត្រូវចូលទៅលុបក្នុងម៉ាស៊ីនហ្មងយើងចូលមកកន្លែង control panel នេះមកឬក៏យើង search នៅកន្លែងនេះ search វាមក control panel រួចហើយយើងចុចបើកវាមករួចហើយយើងចូលមកកន្លែងនេះ program and filter នេះបាទសម្រាប់កុំព្យូទ័រខ្លះវាចេញទម្រង់បែបនេះសម្រាប់កុំព្យូទ័រខ្លះទៀតវាចេញទម្រង់បែបនេះអញ្ចឹងបើវាចេញទម្រង់បែបនេះយើងចូលមកកន្លែងនេះ uninstall program យើងចុចចូលមករួចហើយយើងស្វែងរកកម្មវិធីណាដែលយើងចង់លុបបើឥឡូវខ្ញុំសាកលុប Canva នេះមួយយើងមកស្ដាំលើវា uninstall នេះក៏បានឬក៏យើងចុចឡើង uninstall ខាងលើនេះក៏បានដែរឥឡូវខ្ញុំមកស្ដាំ uninstall រួចហើយយើងចុច OK ចុច OK មួយទៀតមកបាទឥឡូវនេះវាបានបញ្ជាក់ថាយើងបាន uninstall វារួចហើយឥឡូវយើងចុច OK មកបាទឥឡូវនេះឃើញថាវាបាត់ហើយកម្មវិធី Canva ហ្នឹងបាទហើយសម្រាប់ការ uninstall កម្មវិធីផ្សេងៗគឺយើងធ្វើចឹងដូចគ្នាយើងត្រូវចូលមកក្នុង control panel បានយើងអាចធ្វើការលុបឬក៏ uninstall វាបានបើយើងគ្រាន់តែលុបនៅលើ desktop នេះគឺវាអត់បាត់ទេវាបាត់ទៅលើ desktop ទេប៉ុន្តែកម្មវិធីវាគឺនៅដដែលបាទហើយសម្រាប់វីដេអូនេះគឺយើងមានតែប៉ុណ្្នឹងឯងបាទអរគុណសូមជម្រាបលា